លោកត្រាំប្រមានកំទេចស្ពានឬក៏រោងចក្រផលិតអគ្គិសនីរបស់អ៊ីរ៉ង់បើហ៊ានតែបាញ់ដាក់កប៉ាល់ដឹកទំនិញឆ្លងកាត់ច្រកហ័រមូសសារនេះគឺជាសារមួយដ៏គ្រូតគ្រៀតណាស់ប៉ុន្តែលោកត្រាំគាត់ចាប់ផ្ដើមមានបញ្ហាឲ្យបងប្អូនឥឡូវនេះសង្គ្រាមនៅអ៊ីរ៉ង់នេះគឺលោកត្រាំកុហកពិភពលោកនិងកុហកប្រជាពលរដ្ឋអាមេរិកដែលក្រុមគណៈបកប្រឆាំងកំពុងធ្វើយុទ្ធនាការផ្ចាញ់ផ្ចាលលោកត្រាំមែនតើពួកគេថាសង្គ្រាមនេះបើប្រាប់មកថាដូចជាចប់ដូចជាឈ្នះដូចជាអីអ៊ីរ៉ង់នឹងខ្ទេចខ្ទីអីយូរហើយឬលោកត្រាំថា5 6សារហើយដែលថាចប់ហើយលែងមានអីហើយខ្ទេចខ្ទីអស់ហើយតដៃលែងបានហើយអាមេរិកគ្រប់គ្រងបានទាំងស្រុងអីប៉ុន្តែឥឡូវមានណាទាហានអាមេរិកស្លាប់អស់4នាក់ទៀតហើយអីអញ្ចឹងទៅដូច្នេះសង្គ្រាមហ្នឹងគឺដល់ថ្ងៃទី12 13អញ្ចឹងលោកត្រាំកំពុងតែមានបញ្ហាកពុលមុខមែនតើដោយសារអីសង្គ្រាមនៅអ៊ីរ៉ង់ហ្នឹងវាអត់ចប់ដោយការដែលគាត់កុហកគេហើយអញ្ចឹងហើយបានជាគណៈបកប្រឆាំងតំណាងរាស្ត្រអីហៅរដ្ឋមន្ត្រីក្រសួងសង្គ្រាមហៅអីហ្នឹងមកចោតសួរឆ្លោះគ្នាឬអីចឹងវាមិនដឹងថាត្រូវមានអីដោះសាដោះបកស្រាយកើតដែរព្រោះអីសង្គ្រាមហ្នឹងវាអត់ចប់ហើយវាថាចប់យូរហើយលោកត្រាំក៏គាត់ពិបាកបកស្រាយដល់អញ្ចឹងហើយគាត់ទៅខឹងអ៊ីរ៉ង់នេះដែលរឿងបញ្ហាហ្នឹងឥឡូវគាត់គុំមែនតើលោកត្រាំគាត់ថាច្រកហមូសនេះឯងដែលជាកម្មវត្ថុដែលធ្វើឲ្យអាមេរិកបាក់មុខមែនតើព្រោះអីប្រេងឡើងថ្លៃលោកត្រាំថាគាត់ឡើងកាន់អំណាចប្រេងចុះថោកស្អីចុះថោកស្អីស្អីឥឡូវឡើងគុណនឹងពីរទាំងអស់ហើយដល់អញ្ចឹងគាត់មានមុខអីមកប្រាប់ប្រជាពលរដ្ឋអាមេរិកទៅអាសង្គ្រាមហ្នឹងក៏អស់លុយច្រើនអាសាំងក៏ឡើងថ្លៃអាគ្រឿងឧបភោគបរិភោគអីសពបែបយ៉ាងត្រីសាច់បន្លែអីក៏ឡើងថ្លៃទាំងអស់ដល់អញ្ចឹងទៅសង្គ្រាមអត់ចប់ទៀតដល់អញ្ចឹងគាត់ពិបាកហើយអ៊ីរ៉ង់នៅតែបាញ់កប៉ាល់ដឹកប្រេងឆ្លងកាត់ច្រកហ័រមូសដែលធ្វើឲ្យប្រេងឡើងថ្លៃកាន់តែខ្លាំងនៅលើពិភពលោកឥឡូវលោកត្រាំចេញសារពមៀនថាចាប់ពីម៉ោងហ្នឹងទៅគាត់និយាយម្សិលមិញចាប់ពីម៉ោងហ្នឹងទៅឲ្យតែអ៊ីរ៉ង់ហ៊ានតែបាញ់ដ្រូនឬក៏ជ្រួចមីស៊ីលឬអីក៏ដោយតម្រង់មករកកប៉ាល់ដឹកប្រេងណាក៏ដោយឆ្លងកាត់ច្រកហ័រមូសមកគ្រាប់ហ្នឹងគឺអាមេរិកត្រូវកំទេចស្ពានមួយឬក៏កំទេចរោងចក្រផលិតថាមពលអគ្គិសនីអ៊ីរ៉ង់មួយនៅទីក្រុងតេរ៉ង់ហ្នឹងហ្មងគាត់និយាយពមៀនចឹងហ្មងដល់ហើយថ្មិញសងដល់ថ្មិញដល់ហើយសង្គ្រាមនេះវាចាប់ផ្ដើមប្រឡាក់បាក់ពោះហើយបងប្អូនយុទ្ធនាការបណ្ដេញអាជ្ញារដ្ឋអាជ្ញាតុលាការព្រំដែនអន្តរជាតិ ICC ផ្ទុះក៏ក្រើកក្រោយអាមេរិកប្រកាសរំលាយតុលាការនេះដល់ហើយបងប្អូនយើងកំពុងតែសង្ឃឹមទុកចិត្តតុលាការព្រំដែនអន្តរជាតិតាក់ទងនឹងរឿងព្រំដែនខ្មែរថៃបើទោះបីរដ្ឋាភិបាលខ្មែរយើងមិនព្រមប្តឹងតែមានរដ្ឋាភិបាលក្រៅប្រទេសបានដាក់ប្តឹងទៅហើយរួចទៅគេកំពុងតែខាងរដ្ឋអាជ្ញាហ្នឹងគេក៏ហៅឲ្យទៅចូលបំភ្លឺប៉ុន្តែឥឡូវនេះប្រធានស្ថាប័នរដ្ឋអាជ្ញានេះកំពុងតែរងរឿងក្តីក្តាំនៃការបណ្ដេញចេញពីការងារដោយមានយុទ្ធនាការមួយធំបងប្អូនដឹងហើយណាយុទ្ធនាការនេះគឺនៅពេលដែលសហរដ្ឋអាមេរិកជាថ្នាក់ជាតិហ្មងគឺបដិញ្ញារំលាយស្ថាប័នតុលាការព្រំដែនអន្តរជាតិនេះចោលដោយសារតែខ្លាចតុលាការនេះចេញដោយការតាមចាប់មេដឹកនាំអាមេរិកឬក៏ទាហានអាមេរិកដែលចូលរួមនៅក្នុងអំពើដែលគេចោទប្រកាន់ថាឈ្លានពានរដ្ឋអធិបតេយ្យដូចជានៅអាហ្វហ្គានីស្ថានឥឡូវនេះថ្មីនៅអ៊ីរ៉ង់អីចឹងទៀតណាអញ្ចឹងអាមេរិកដឹងខ្លួននេះមុនគឺចេញយុទ្ធនាការគឺធ្វើមិនកំតិចកំចាយស្ថាប័នតុលាការនេះចោលតែម្ដងបើទោះបីជាខ្លួនមិនមែនជាសមាជិកហើយនឹងធ្វើបាបធ្វើទុកបុកម្នេញចៅក្រមទាំងអស់ប៉ុន្តែតុលាការនេះគេមិនរងឥទ្ធិពលអាមេរិកទេបងប្អូនគាត់ថាអាមេរិកតែគាត់ធ្វើឲ្យភាគច្រើនគឺអូយពិបាកទប់ណាស់ដោយព្យុះមីអញ្ចឹងឥឡូវនេះយើងឃើញហើយនេះលោកខាន់លោកការីមខាន់បាទលោកការីមខាន់ហ្នឹងគាត់ជាមេបរិយាញ្ញារដ្ឋអាជ្ញានៃតុលាការព្រំដែនអន្តរជាតិដែលចេញដោយការចោទប្រកាន់មេដឹកនាំផ្ដាច់ការច្រើនគ្នាហើយដោយទាំងពូទីនដោយទាំងប៊ិនយ៉ាមិននេតានយ៉ាហ៊ូអីហ្នឹងអ្នកដែលព្រួយផ្ដើមស៊ើបអង្កេតហ្នឹងគឺគាត់ស្ថាប័នរដ្ឋអាជ្ញាអញ្ចឹងគាត់ខ្លាចជាផ្ទាំងស៊ីបធំណាឥឡូវនេះគឺគេចោទប្រកាន់គាត់ពីបទប្រព្រឹត្តមិនគប្បីខុសសីលធម៌តាក់ទងរឿងបៀតបៀនគេភេទផ្លូវភេទបុគ្គលិកបម្រើការជាមួយគ្នាហើយលោកខារីមខានហ្នឹងគាត់ប្រកែករាល់ដងមកហើយប៉ុន្តែរឿងក្តីនេះទៅមុខហើយចិត្តទៅទៀតហើយគាត់ប្រកែកយ៉ាងណាក៏ដោយវាសមនឹងអាមេរិកកំពុងតែចង់កម្ចាត់ស្ថាប័ននេះផងគឺទៅដូចទឹកបាក់ទំនប់អញ្ចឹងនៅថ្ងៃសុក្រនេះថ្ងៃសុក្រនៅប្រទេសកម្ពុជានិងនៅអាមេរិកនេះ
ត្រូវនឹងថ្ងៃទី24ខែកក្កដាគឺគេនឹងមានការបោះឆ្នោតមួយនៃប្រទេសដែលជារដ្ឋសមាជិករបស់តុលាការព្រហ្មទណ្ឌអន្តរជាតិទាំង125ប្រទេសនេះដើម្បីបណ្ដេញលោក Karim Khan ចេញពីក្របខ័ណ្ឌរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិដោយផ្អែកទៅលើបណ្ដឹងនៃការចោទប្រកាន់ថាគាត់មានបញ្ហាអឺបៀតបៀនផ្លូវភេទមន្ត្រីសហការនិយាយទៅសហការីរបស់គាត់នៅក្នុងកន្លែងការងារហ្នឹងប៉ុន្តែគាត់បានប្រកែកហើយគាត់ឥឡូវតើទៅបញ្ឈប់រឿងគាត់នឹងយ៉ាងម៉េចបើតុលាការណាមួយអត់ទាន់បានកាត់ទោសគាត់ផងប៉ុន្តែដោយសារតែមានការជំរុញពីសហរដ្ឋអាមេរិកខ្លាំងទើបប្រទេសទាំង125នេះនឹងជួបប្រជុំគ្នាដើម្បីសម្រេចបោះឆ្នោតទម្លាក់លោក Karim Khan ចេញពីហ្នឹងហើយបងប្អូនដឹងហើយដែលថាទាល់តែសម្លេង50+1ទើបអាចដកគាត់ចេញពីទូនីតិរដ្ឋអាជ្ញាបានអញ្ចឹងបើមាន125ប្រទេសដូច្នេះទាល់តែមានសម្លេង63ប្រទេសឡើងទៅបានអាចដកលោក Karim Khan ចេញពីស្ថាប័នអัยការនេះយើងតាមដានតទៅទៀតបងប្អូនចាំអ៊ុតលទ្ធផលនេះព្រោះអីគេនឹងធ្វើបោះឆ្នោតនៅឯស្នាក់ការអង្គការសហប្រជាជាតិនៅបូរីញូវយ៉កសហរដ្ឋអាមេរិកថ្ងៃទី24ខែកក្កដាថ្ងៃសុក្រនេះខ្ញុំនឹងផ្សាយលទ្ធផលនេះឲ្យបងប្អូនជ្រាបដែរក៏ប៉ុន្តែឥឡូវនេះដោយសារតែបណ្ដឹងនេះវាស្មុគស្មាញគឺរឿងក្តីដែលលោក Karim Khan កាន់គឺគេពជាផ្អាកសិនអីចឹងទៅដូច្នេះវារាំងស្ទះដល់បណ្ដឹងជាច្រើនក្នុងន័យនេះចំពោះខ្ញុំថានេះគ្រាន់តែជាយុទ្ធនាការដើម្បីកម្ចាយតុលាការព្រហ្មទណ្ឌអន្តរជាតិមួយនេះសោះទេខ្ញុំជឿថាប្រទេសទាំង125នេះណាខ្ញុំអាចជឿខុសបងប្អូនគឺនឹងមិនអនុគ្រោះអនុញ្ញាតឲ្យសហរដ្ឋអាមេរិកឈ្នះក្តីនឹងទេចង់និយាយថាសម្លេងប្រទេសទាំង125នេះខ្ញុំមិនជឿថាប្រទេសនោះនឹងបោះឆ្នោតឲ្យលោក Karim Khan ធ្លាក់ឬក៏ចេញពីតំណែងរដ្ឋអាជ្ញាទេព្រោះតុលាការនេះធ្វើកិច្ចការងារបានល្អច្រើនណាស់វាអាចនឹងខូច credit របស់តុលាការនេះខ្លាំងណាស់បើសិនជាលោក Karim Khan ត្រូវបានគេដកតែបើតុលាការរកឃើញថាគាត់ប្រព្រឹត្តអំពើអនាចារនេះមែនខ្ញុំជឿថាមិនចាំបាច់អ្នកណាដកទេគឺគាត់ត្រូវតែគេដកដោយស្វ័យប្រវត្តិទេតែនេះគឺអត់ឆ្លងកាត់ការកាត់ក្តីអីសោះស្រាប់តែមកចេញពីឲ្យដកសមាជិកនិយាយទៅគឺយើងយកគោទៅដាក់ក្រោយអាទិះយកអាទិះទៅដាក់មុនគោរឿងនេះគឺវាចម្លែករឿងនយោបាយសុទ្ធសាធបងប្អូនតែយ៉ាងណាមិនអាចទប់អាមេរិកបានទេប៉ុន្តែឥឡូវនេះវាសំខាន់ទៅលើប្រទេសតែជាសមាជិកទាំង125នោះតើបោះឆ្នោតគ្រប់គ្រងឲ្យលោក Karim Khan នៅបន្តការងារជារដ្ឋអាជ្ញាឬក៏ដកគាត់ចេញខ្ញុំមានសុតិធិនិយមថាប្រទេសជាច្រើននៅលើពិភពលោកនឹងគ្រប់គ្រងឲ្យលោក Karim Khan នៅបន្តទៅទៀតព្រោះអីលោកធ្វើកិច្ចការងារបានល្អខ្ញុំសង្ឃឹមខ្ញុំអាចសង្ឃឹមខុសប៉ុន្តែខ្ញុំមានសុតិធិនិយមច្រើនណាស់ថាលោកមិនអាចនឹងត្រូវគេដកទេក៏ប៉ុន្តែបើឧទាហរណ៍ថាបើយុទ្ធនាការនេះអាមេរិកមានឥទ្ធិពលខ្លាំងទៅលើប្រទេសទាំងអស់នេះរហូតដល់តែដាច់ខាតត្រូវតែដកលោក Karim Khan ក៏ស្ថាប័នតុលាការព្រហ្មទណ្ឌអន្តរជាតិនេះអត់រលាយខ្សលទៅណាដែរមិនខ្វះទេមន្ត្រីច្បាប់និងរដ្ឋអាជ្ញាបកែមកកណោទៀតដែលកំពុងធ្វើការជាមួយ Karim Khan លោកបងប្អូនប្រហែលជានៅចាំហើយគឺអ្នកដែលកំពុងតែអាចនឹងជាអ្នកស្នងតំណែងលោក Karim Khan គឺលោក Andrew Kelly លោក Andrew Kelly នេះគឺជាមេធាវីដ៏ល្បីរបស់ចក្រភពអង់គ្លេសដែលធ្លាប់ធ្វើជារដ្ឋអាជ្ញានៅសាលាក្តីខ្មែរក្រហមខ្ញុំធ្លាប់ធ្វើការជាមួយលោក Andrew Kelly នេះរាប់ឆ្នាំខ្ញុំពេញចិត្តការងាររបស់គាត់ខ្លាំងមែនទែនព្រោះគាត់ជាអ្នកជំនាញឯកទេសហើយគួសមហើយប្រកែខាងច្បាប់នឹងណាគឺគាត់មកពីអង់គ្លេសឥឡូវកំពុងតែធ្វើការជាដៃស្ដាំរបស់លោក Karim Khan នៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិដូច្នេះបើលោក Karim Khan នេះត្រូវគេដកយ៉ាងណាខ្ញុំជឿថាច្បាស់ជាលោក Andrew Kelly នេះនឹងឡើងជំនួសតំណែងនេះចាក់ជាមិនខានហើយមិនអោយស្ថាប័ននេះរលាយទេគាត់ថាជារឿងនយោបាយដែលគេនឹងកម្ចាយលោក Karim Khan ឲ្យខានតបាននោះតែយ៉ាងណាបងប្អូនតាមដានតទៅទៀតឥឡូវព័ត៌មានបញ្ចប់គឺតកតងនឹងរឿងអាមេរិកចាត់ការដកសញ្ជាតិអាមេរិកម្ដង10នាក់បាទពីអ្នកដែលកុហកមន្ត្រីអន្តរប្រវេសន៍ដើម្បីបានសញ្ជាតិនេះមិនដែលមានទេបងប្អូនក្រសួងយុត្តិធម៌អាមេរិកសហការគ្នាជាមួយនឹងក្រសួងសន្តិសុខសង្គមរបស់មាតុភូមិរបស់អាមេរិកចាត់ការដកសញ្ជាតិអាមេរិក10នាក់ក្នុងពេលតែមួយមិនដែលមានទេ
រាល់ដងយើងដឹងហើយមួយឆ្នាំអីមាន11នាក់មានករណីនឹងដកខ្លះដែរប៉ុន្តែម្ដងនេះមួយលើកគឺ10នាក់ហ្មងក្នុងចំណោម17នាក់គឺចាត់ការ10នាក់ហើយមិនមែនចាត់ការគឺជាយុទ្ធនាការគេចាប់ផ្ដើមចេញដំណើរទៅហើយព្រោះមានសេចក្តីប្រកាសរបស់ក្រសួងយុតិធធបានប្រកាសថាអឺក្រសួងយុតិធធអាមេរិកសហការជាមួយនឹងក្រសួងសន្តិសុខមាតុភូមិអាមេរិកចាត់ការដកសញ្ជាតិ10នាក់ពីអ្នកដែលកុហកអន្តោប្រវេសន៍10នាក់នេះជាអ្នកណាហើយគាត់ខុសអីតាមពិត10នាក់នេះគឺមិនមែនជាអ្នកបានសញ្ជាតិដោយពីកំណើតទេគឺបានសញ្ជាតិតាមរយៈការសុំអង់គ្លេសហៅថា naturalization គឺឬក៏ naturalized citizenship បានន័យថាកើតនៅស្រុកក្រៅមកនៅអាមេរិកធំដឹងក្តីនៅនេះហើយចូលសញ្ជាតិអាមេរិកសុំសញ្ជាតិទេដោយតែពលរដ្ឋខ្មែរដែលមកនៅអាមេរិកជាជនភៀសខ្លួនហើយបានសុំសញ្ជាតិឬក៏ជនដែលសុំសិទ្ធិច្រកកោននយោបាយសុំសញ្ជាតិអីអញ្ចឹងហើយសញ្ជាតិនេះគឺគេអាចដកបានណាបងប្អូនគេអាចដកសញ្ជាតិពីកំណើតទេព្រោះសញ្ជាតិពីកំណើតគឺវាបានពីកំណើតតែសញ្ជាតិសុំបែបនេះគឺគេអាចដកបានក្នុងលក្ខខណ្ឌកុហកមន្ត្រីអន្តោប្រវេសន៍គឺលក្ខខណ្ឌគេគឺលេសនឹងការដែលកុហកឯកសារអូខេឥឡូវខ្ញុំបញ្យល់ថាអ្នកនោះជាអ្នកណាហេតុអីបានជាគេចង់ដកគឺដោយសារតែក្នុងនោះមានជនជាតិមិចស៊ីកូ6នាក់ហើយសុទ្ធតែជាអក្រិតជនអស់ហើយជាប់ទោសពីបទអក្រិតឆោបបោកអនឡាញរំលោភខ្សែសន្តិវៈបទកេងបន្លំលុយពុករលួយអីលាក់នឹងលាក់អីហ្នឹងគឺគេបានចោទប្រកាន់អស់ទៅហើយក្នុងនោះមានជនជាតិមិចស៊ីកូ6នាក់ជនជាតិប៉ូឡូញម្នាក់ប៉ាគីស្ថានម្នាក់គុយបាម្នាក់និងពេរូម្នាក់អត់មានខ្មែរយើងទេណាបងប្អូនប៉ុន្តែនេះគឺជាសារមួយចង់បញ្ជាក់ប្រាប់បងប្អូនទាំងអស់ដែលកុហកអង្គដុល្លារណែកុហកខាងអន្តោប្រវេសន៍អាមេរិកបានសញ្ជាតិក៏ដោយកុំអាលក្អេងក្អាងពេកបងប្អូនជាពិសេសអ្នកសុំសិទ្ធិជ្រកកោននយោបាយខ្ញុំអត់និយាយនេះនិយាយបំភ័យបងប្អូនទេណាខ្ញុំនិយាយនេះគឺចង់និយាយឲ្យដឹងថាកុំឲ្យដើរលើសបន្ទាត់ក្រហមបងប្អូនដែលសុំសិទ្ធិនយោបាយនៅសហរដ្ឋអាមេរិកគឺភាគច្រើនប្រាប់មកថាមិនអាចទៅស្រុកខ្មែរវិញបានទេដោយសារតែរបបក្រុងភ្នំពេញឬលោកហ៊ុនសែនតាមសម្លាប់តាមចាប់តាមធ្វើទុកបុកម្នេញបើបញ្ជូនទៅស្រុកខ្មែរវិញគឺស្លាប់ហើយចឹងក៏ហក់ឬក៏សរសេរសំណុំរឿងសុំសិទ្ធិច្រកកោននយោបាយថាជាសកម្មជនគណៈបកប្រឆាំងឬក៏មិនបាច់ជាសកម្មជនគណៈបកប្រឆាំងទេគឺដោយសារតែរដ្ឋាភិបាលកម្ពុជានឹងធ្វើទុកបុកម្នេញដោយប្រការណាមួយអាចធ្វើការឲ្យរដ្ឋាភិបាលកម្ពុជាតែគេចាប់គេចង់ធ្វើបាបទាំងក៏រត់គេចមកប៉ុន្តែការពិតមនុស្សមួយចំនួនគឺកុហកគេទេគ្មាននរណាគេធ្វើបាបទេចង់រត់មកគឺយកឱកាសហ្នឹងថាគេធ្វើបាបចឹងក៏ថាបានដែរតែបើអ្នកនៅក្នុងគណៈបកប្រជាជនហ្មងណាថាគណៈបកប្រជាជនធ្វើបាបហើយចង់រត់ណាភាគច្រើនគឺគាត់កុហកតែបើសិនជាគណៈបកប្រឆាំងហ្មងរត់ដោយគេធ្វើបាបមែនតើគឺគាត់មកមែនតើហ្មងមកដោយគេធ្វើបាបមែនប៉ុន្តែអាហ្នឹងគឺនៅពេលដែលក្រសួងអន្តោប្រវេសន៍ឲ្យសញ្ជាតិរបស់យើងសម្ភាសទៅថាយើងត្រូវធ្វើគេធ្វើទុកបុកម្នេញអីអញ្ចឹងមែនណាហើយយើងថាមិនអាចទៅស្រុកខ្មែរបានស្រាប់តែបានសញ្ជាតិស្រាប់តែបែរមកឆ្លោះជាមួយគណៈបកប្រឆាំងឬក៏សរសើររដ្ឋាភិបាលកម្ពុជាឲ្យរត់ចូលទៅស្រុកខ្មែរវិញនេះជាកម្មវត្ថុដែលគេអាចដកសញ្ជាតិយើងបានដោយសារយើងកុហក USCIS ហើយបងប្អូនសួរថាចុះនរណាទៅដឹងគេអត់ដឹងទេបើយើងធ្វើធម្មតាដូច្នេះអត់មានរឿងអីគេអត់ដឹងទេប៉ុន្តែនៅពេលដែលមានអ្នកប្តឹងឧទាហរណ៍យើងថាស្អប់ឬក៏មិនគ្រប់គ្រងរដ្ឋាភិបាលកម្ពុជាដោយសារមន្ត្រីនឹងធ្វើទុកបុកម្នេញយើងរត់មកសុំសិទ្ធិច្រកកោននយោបាយនៅអាមេរិកហើយដល់ឥឡូវស្រាប់តែបានសញ្ជាតិយើងទៅវិញយើងថាអត់អីផងខ្ញុំកាលមុនខ្ញុំនិយាយលេងណាដើម្បីឲ្យបានសញ្ជាតិព្រោះឥឡូវខ្ញុំទៅស្រុកខ្មែរបានខ្ញុំធ្វើការមួយហ៊ុនសែនវិញបានហ្នឹងអត់អីទេហើយយើងចាប់ផ្ដើមវាយប្រហារក្រុមប្រឆាំងធ្វើទុកបុកម្នេញធ្វើឲ្យគេថ្នាក់ចិត្តគេអាចប្តឹងយើងដើម្បីសុំឲ្យអង្គការឬក៏ខែអន្តោប្រវេសន៍ USCIS នេះគឺស៊ើបអង្កេតមើលថាតើរឿងនេះយើងកុហកឬមិនកុហកវាធ្វើឲ្យមានការរកម្មចិត្តតែមានខ្មែរអាមេរិកណាប្តឹងគឺយើងមានបញ្ហាហើយខ្ញុំលើកទឹកចិត្តបងប្អូនទាំងអស់គ្នាកុំធ្វើបាបគ្នាអីបងប្អូនណាបើគ្នាបានសញ្ជាតិបានអីហើយសហរដ្ឋអាមេរិកមានការរស់នៅសុខដុមរមនាអីកុំទៅយកទុកធ្វើទុកបុកម្នេញខ្មែរគ្នាឯងចឹងអីព្រោះគ្នាមកកសាងគ្រួសារនៅនេះគ្នាក៏ចង់បានការរស់នៅសមរម្យដែរអ្នកខ្លះនឹងគ្នាដោយសារល្បិចឱកាសនិយមអីជួនកាលបានហើយរត់ទៅខ្មែរវិញអីហ្នឹងវាមិនដឹងកលៈទេសៈគេយ៉ាងម៉េចដែរបងប្អូនព្រោះមនុស្សឱកាសនិយមអីអញ្ចឹងតែជាខ្មែរដែរបងប្អូនណាជាខ្មែរយើងគិតថាអញ្ចឹងចោះបានមកនៅដីអាមេរិកដីអីហើយជួយ
អាណិតគ្នាចឹងទៅក៏ប៉ុន្តែក៏ជាសំណូមពរទៅឲ្យខ្មែរទាំងអស់នោះដែលកុហកអង្គការឬអន្តោប្រវេសន៍អាមេរិកកុំជ្រុលពេកកុំធ្វើឲ្យគេទប់មិនបានដែរគេខ្ញុំសំពាវនាវឲ្យអាណិតហើយប៉ុន្តែកុំឲ្យលឹះបន្ទាត់ក្រហមនឹងមកវាយប្រហារមកររឿងធ្វើទុកបុកម្នេញឲ្យគ្នាណាថ្នាក់ចិត្តហើយតាមពិតខ្លួនឯងកុហកមន្ត្រីអន្តោប្រវេសន៍សោះប្រយ័ត្នគេទ្រាំអត់បានដែរអានឹងខ្ញុំគាត់ណាផ្ដាំផ្ញើយកតែប៉ុនទេបងប្អូនណាអូខេហើយសូមកុំឲ្យកើតរឿងនឹងឡើងអីឲ្យសោះខ្ញុំមិនចង់ឲ្យបងប្អូនណាដែលបានមកអាមេរិកហើយត្រូវគេបណ្ដេញទៅវិញអីហ្នឹងវាអាក្រក់មើលព្រោះបងប្អូនដែលទៅនៅខ្មែរវិញហ្នឹងដែលថានៅបានហ្នឹងគេគិតថាហើយមិនអីទេខ្មែរជាកោះសន្តិភាពអីប៉ុន្តែបើបងប្អូននៅខ្មែរបានចាំបាច់មកនៅអាមេរិកទៅអីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកនិងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាគឺលោកប្រាក់សុខុននិងលោក Marco Rubio ជួបគ្នានៅទីក្រុងម៉ានីលប្រទេសហ្វីលីពីននៅក្នុងជំនួបអាស៊ានរដ្ឋមន្ត្រីការបរទេសអាស៊ានដែលគេជួបគ្នានៅឯទីក្រុងម៉ានីលប្រទេសហ្វីលីពីនហ្នឹងឆ្លៀតឱកាសហ្នឹងគឺលោក Marco Rubio របស់អាមេរិកនិងលោកប្រាក់សុខុនរបស់កម្ពុជាជួបគ្នានិយាយអំពីរឿងបញ្ហាព្រំដែននឹងដែរអ្វីដែលជាសាររបស់ក្រសួងការបរទេសដែលចុះផ្សាយនៅគេហទំព័រក្រសួងការបរទេសដែលមានអ្នកនាំពាក្យក្រសួងការបរទេសហ្នឹងក៏ចេញមករំលឹកយ៉ាងអរលឹកយ៉ាងអោររឹកហ្នឹងគឺលោក Tommy Pickett ក៏បាននិយាយថាលោក Marco Rubio បានជួបជាមួយនឹងលោកប្រាក់សុខុននៅក្នុងជំនួបកំពូលអាស៊ានដែលរដ្ឋមន្ត្រីការបរទេសអាស៊ាននិងរដ្ឋមន្ត្រីការបរទេសពិភពលោកជួបគ្នាណាហើយបដិញ្ញារួមគ្នាទាំងលោកប្រាក់សុខុនទាំងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកក្នុងការរក្សាស្មារតីនៃបទឈប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025អាមេរិកក៏ចូលរួមជាមួយកម្ពុជាថាត្រូវបន្តរួមគ្នារក្សាស្មារតីនៃបទឈប់បាញ់តាមពិតអាមេរិកចង់បានណាស់អាស្មារតីនៃបទឈប់បាញ់ហ្នឹងព្រោះអាមេរិកខ្លួនឯងទេជាអ្នកដែលជួយឲ្យមានបទឈប់បាញ់ដល់ទៅ2លើកអញ្ចឹងក្នុងនេះគឺជាស្នាដៃរបស់អាមេរិកសុទ្ធសាធដែរហើយដើម្បីឲ្យមានបទឈប់បាញ់ក៏ប៉ុន្តែនៅពេលដែលចុះហត្ថលេខាបទឈប់បាញ់ហើយនៅពេលដែលលោក Marco Rubio ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកសច្ចាថាគោរពតាមស្មារតីនឹងឲ្យបានទាំងអស់គ្នាតាមអ្វីដែលកម្ពុជាចង់បានតែអាមេរិកអត់បានដាក់ទណ្ឌកម្មថៃស្កោលទោសថៃសូម្បីតែបន្តិចតាក់ទងនឹងរឿងថៃឈ្លានពានដែនអធិបតេយ្យកម្ពុជាបន្តទៅទៀតឈ្លានពានពីមុនហ្នឹងអាមេរិកអត់មានរិះគន់ហើយអាមេរិកអត់ទាំងដែលនិយាយថាថៃឈ្លានពានកម្ពុជាប្រើស្អីយន្តហោះបដិញប្រភេទទម្លាក់គ្រាប់ F16 របស់អាមេរិកខុសគោលការណ៍នៃទិញលក់អីកិច្ចព្រមព្រៀងហ្នឹងក៏អត់និយាយមួយម៉ាត់ដែររឿងអាមេរិកអត់និយាយមួយម៉ាត់ពីរឿងថៃបំពេញប្រើយន្តហោះខុសគោលការណ៍ហ្នឹងមធ្យមងុំរឿងខ្មែរឯងជាជនរងគ្រោះអត់ដែលទៅប្រាប់លោក Marco Rubio ឬក៏លោក Donald Trump ឬរដ្ឋាភិបាលអាមេរិកថាអ្នកឯងគួរតែពិនិត្យមើលកិច្ចព្រមព្រៀងនឹងឡើងវិញព្រោះខ្លាចទំនាក់ទំនងខ្មែរនិងអាមេរិកហ្នឹងវាល្អកករឿងពិតរែងស្លែងអញ្ចឹងយើងអត់ហ៊ានថ្លែងយើងទៅនិយាយឯណានៃឯណោះនិយាយទៅថាគេឈ្លានពានតែដល់ពេលជួបមួយអាមេរិកជួបមួយលោក Marco Rubio អត់មានលោកប្រាក់សុខុនណាដែលនិយាយប្រាប់លោក Marco Rubio ណែលោកជួយមើលណែរឿងប្រើយន្តហោះ F16 អាមេរិកទម្លាក់ចូលក្នុងដែនអធិបតេយ្យខ្មែរដល់ទៅ90គីឡូដីនេះលោកគិតយ៉ាងម៉េចអាហ្នឹងបើលោកចង់ឲ្យកិច្ចព្រមព្រៀងប័ណ្ណឈប់បាញ់ហ្នឹងតែលោកមានមើលទេថៃបំពេញយើងគ្រប់បែបយ៉ាងហើយប្រើយន្តហោះរបស់អាមេរិកផងហើយលោកជារដ្ឋមន្ត្រីក្រសួងការបរទេសមាននិយាយអីមួយម៉ាត់ទេរឿងហ្នឹងគេអត់មាត់ពួកគេមាត់ទៅអីលោក Marco Rubio បើយើងខ្មែរដែលជាជនរងគ្រោះហ្នឹងយើងអត់ទាំងប្រាប់គេផងហ្នឹងយើងអត់ហ៊ាននឹងប្រាប់គេទៅទៀតដោយសារតែនយោបាយការទូតរបស់យើងហ្នឹងស្អំចិត្តអាមេរិកទៅខ្លាចគេខឹងហើយដល់ពេលអញ្ចឹងអាមេរិកនៅតែឲ្យអេបអបឡែបឡប់នៅហ្នឹងនៅតែអត់មានថ្កោលទោសថៃអញ្ចឹងដោយសារអីយើងជាជនរងគ្រោះយើងអត់ប្រាប់គេផងហ្នឹងយើងអត់ប្រាប់ថាគេវាយបាក់ថ្មិញផងយើងនៅខ្ទប់មាត់ជាប់អត់អីផងខ្ញុំអត់អីផងតែយើងរក្សាស្មារតីនៃបត់ឈប់បាញ់ទៅតែមិញថ្មិញជ្រុះអស់ហើយហ្នឹងអត់ហ៊ានប្រាប់ថាគេដាល់បាក់ថ្មិញខុសគោលការណ៍អីផងហើយចឹងមិនថាយើងវាពិបាកដែរបងប្អូនយើងមិនដឹងថាហេតុអីបានជាយើងចូលដល់ចំណុចមួយដែលខ្មែរខ្សោយដល់ថ្នាក់នេះអ្នកណាថាខ្មែរខ្លាំងហ្នឹងគឺជាអ្នកបោកសុតសាតតែម្ដងហើយត្រូវសរសើរចេះបង្អាប់ឲ្យខ្មែររស់ទៅនេះគឺបង្អាប់ឲ្យខ្មែររស់អត់មាននិយាយនឹងបានន័យថាអូជាតិយើងអន់ជាតិអីអត់ទេនិយាយថាយើងចាញ់ថៃហើយនឹងខ្មែរអត់មានខ្មែរអន់ទេគឺខ្មែរចាញ់ថៃ
តែយើងមានដងដាវចាក់ថៃទៅវិញយើងអត់ចាក់ទៅទៀតអាហ្នឹងយើងចាញ់គ្រប់សមរភូមិដូចលោកបណ្ឌិតញ៉លរដ្ឋានិយាយមែនហើយដល់ពេលនិយាយចោះនិយាយឡើងឥឡូវគេហៅទៅផឹកតែបាត់បណ្ឌិតញ៉លរដ្ឋាចូលគណៈបកប្រជាជនមួយបាត់វិញទៀតព្រោះលោកម៉ណែតហៅទៅសោកស្ដាយដែរហ៊ាននិយាយត្រូវតាមមិនបន្តិចគ្រាន់តែឃើញឡើងមកស្ងាត់បាត់ឈឹងគេបង្ក្រាបបានតន់ចិត្តទៀតបាទឥឡូវខ្ញុំក៏ខកចិត្តដែរខ្ញុំខកចិត្តនឹងទីមួយខ្ញុំខកចិត្តក្នុងរឿងដែលអាមេរិកអត់ព្រមថ្កោលទោសថៃរឿងប្រើយន្តហោះ F16 ខកចិត្តអាមេរិកមធ្យមឯងងុំនឹងខកចិត្តរឿងខ្មែរហ្នឹងហ្មងដែលជាជនរងគ្រោះអត់ព្រមតែប្តឹងគេហើយបើយើងអត់ទៅប្តឹងគេមន្ត្រីការទូតគេមានតំណែងតំណងល្អល្អអឿនជាមួយថៃយ៉ាងនេះគេមានតែខ្វល់អីរឿងយើងគេថាយើងជាជនរងគ្រោះយើងមិននិយាយហងឲ្យគេចេះដឹងលឺអីបើគេដឹងថាហ្នឹងខុសហើយបើគេយកមកនិយាយគឺបានន័យថាទៅឲ្យខូចតំណែងតំណងការទូតអាមេរិកថៃតែខ្មែរខ្លួនឯងអត់ហ៊ាននិយាយប្រាប់គេអត់ដែលសរសេរលិខិតប្រាប់ទៅលោកដូណាល់ត្រាំថាណែប្រើយន្តហោះហ្នឹងខុសឲ្យលោកជួយមើលផងណែលោកម៉ាកូរីប៊ីអូលោកប្រាក់សុខុនជួបហើយមិនដែរជួយនិយាយមកអត់និយាយចឹងហ្មងអត់និយាយទៅគឺស្អំចិត្តខ្លាចថៃខឹងខ្លាចអាមេរិកខឹងខ្លួនឯងបាត់ដីអស់76កន្លែងបើខ្មែរគ្នាឯងអត់ចេះខ្លាចខឹងទេត្រូវចាប់ហ្មងគឺ24ម៉ោងតាមដល់ផ្ទះទៅគម្រាមកំហែងដល់ម៉ែឪឪពុកម្ដាយបងប្អូនកូនចៅគេនឹងគឺថាទៅណាក៏ចាប់ដែររោងកដៅកដោណាក៏យើងចាប់ដែរយកដែរខ្លាចចិត្តទេខ្មែរគ្នាឯងប៉ុន្តែបើបរទេសគឺយើងទៅធូនហើយយើងអួតថាយើងនឹងអស់ចាបាទឥឡូវយើងបន្តទៅទៀតបងប្អូនខ្ញុំនិយាយនេះគឺវាឈឺចិត្តពេកឈឺចិត្តរឿងថាហើយឥឡូវថៃនៅពេលដែលគេកំពុងតែឈ្លានពានយើងកំពុងតែខ្សោយរដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីថៃគឺដើរតួជាថ្លុកកំ pl ែងតែចំណេញថៃលោកអនុទិនច័ន្ទវរៈគុលឥឡូវហ្នឹងយកតន្ត្រីធ្វើជានយោបាយការទូតលួងចិត្តសហគមន៍អន្តរជាតិឲ្យដឹងថានាយករដ្ឋមន្ត្រីថៃរូបនេះគឺស្រឡាញ់តន្ត្រីស្រឡាញ់សុខសន្តិភាពស្រឡាញ់ស្អីអញ្ចឹងចំមនុស្សតែស្រឡាញ់សិល្បៈអត់ចូលចិត្តច្បាំងគ្នាទេមិនអញ្ចឹងហ៎អាវាយយកដីខ្មែរ76កន្លែងធីបទុកម្ដុំសិនគេទៅប្រាប់ពិភពលោកថានាយករដ្ឋមន្ត្រីថៃនេះគឺជាមនុស្សស្រឡាញ់ដូរតន្ត្រីស្រឡាញ់ចម្រៀងស្រឡាញ់សិល្បៈណាដូច្នេះអត់មានអីដែលថាថៃគឺជាអ្នកឈ្លានពានកម្ពុជាទេគឺមានតែកម្ពុជានឹងឯងឈ្លានពានថៃឬក៏ធ្វើឲ្យថៃឈ្លានពានតតែបានដោយសារតែចរិតអ្នកដឹកនាំខ្មែរងើបមួយវាយមួយឃើញគេលេងលបែងរបស់ថៃនេះគឺធ្វើឲ្យកម្ពុជាយើងដើរក្រោយគេ10ជំហានហើយយើងសួរថាថៃខូចនឹងអន្តរជាតិគេស្ដាប់ថៃមែនគេមិនស្ដាប់ថៃក៏ពិតមែនហើយក៏ប៉ុន្តែយូរទៅវាស្នេហ៍វាមិនឈ្នះស្និទ្ធទេខ្មែរយើងច្រើនតែប្រើពាក្យថាស្នេហ៍វាមិនឈ្នះស្និទ្ធណាបងប្អូនស្នេហ៍មិនឈ្នះស្និទ្ធហ្នឹងគឺសំដៅទៅលើអាស្នេហាអូនបងពីចម្ងាយហ្នឹងវាអត់ឈ្នះអាអ្នកដែលស្និទ្ធចាប់ដៃចាប់ជើងនៅក្បែរហ្នឹងយូរគេយកបាត់ហើយយើងហ្នឹងនៅផ្អែមបន្លែនៅលួចស្នេហ៍លួចទុកហ្នឹងទៅបាទគេនោះគេនៅក្បែរណែបកាយចុងក្រោយគេចិត្តគេអីគេបានអាស្និទ្ធហ្នឹងគេបានខ្លួនបានកាយបានចិត្តបានប្រាណអីអស់ទៅអាឯងនេះនៅតែអឺឡែបខាយលួចស្នេហ៍លួចទុកហ្នឹងទៅអាហ្នឹងគឺនិពាក្យខ្មែរគេនិយាយថាស្នេហ៍វាមិនឈ្នះស្និទ្ធហ្នឹងចឹងថៃគេប្រើយុទ្ធសាស្ត្រហ្នឹងគឺគេប្រើយុទ្ធសាស្ត្រការទូតគេគឺលួងចិត្តសហគមន៍អន្តរជាតិឲ្យដឹងថាមេដឹកនាំគេគឺទន់ភ្លន់សុភាពរៀបសារស្រឡាញ់ដូរតន្ត្រីយើងមើលលោកអនុទិនច័ន្ទវរៈគុលមើលច្រៀងរាល់ថ្ងៃផ្លុំត្រំប៉ែតផ្លុំស្អីគេនឹងលេងឧបករណ៍តន្ត្រីរាល់ថ្ងៃរាល់ពេលទៅវៀតណាមទៅលេងភ្លេងនៅវៀតណាមនៅពេលកិច្ចប្រជុំពិភពលោកឃើញថាលោកអនុទិនច័ន្ទវរៈគុលលេងភ្លេងនៅថៃចុះវេទិកាសាធារណៈច្រៀងរាំតន្ត្រីអាហ្នឹងរឿងមធ្យមឯនៅថៃប៉ុន្តែទៅវៀតណាមប្រជុំធំមានចាំទេបងប្អូនលោកហ៊ុនម៉ាណែតក៏ទៅចូលរួមដែរនៅក្នុងកិច្ចប្រជុំធំនៃថ្នាក់ដឹកនាំធំចូលទៅវៀតណាមប្រហែលជាប្រហែលមួយខែមុនហ្នឹងគាត់ទៅច្រៀងមួយបទមួយបន្តិចនៅក្នុងកិច្ចជួបស្អីលៀងសាយភោជទទួលទានអាហារជុំគ្នាលេងតន្ត្រីមិនមែនថាច្រៀងទេលេងភ្លេងលេងអីចឹងទៅហ៎ឥឡូវតែថ្មីនេះទៅចិនច្រៀងបទមួយបទទៀតទៅចិនច្រៀងបទស្អីដូចធានមីអីចឹងមិនមែនមួយបទទេដូចជាមួយវគ្គអីចឹងទៅច្រៀងជាភាសាចិនទៀតមិនបាច់ឆ្ងល់ទេព្រោះលោកថៃស៊ីននេះជាកូនសំទោសលោកអនុទិនច័ន្ទវរៈគុលនេះជាកូនកាត់ចិនទេដូច្នេះគាត់ចេះភាសាចិនហ្នឹងវាអត់មានអីប្លែកទេប៉ុន្តែជានាយករដ្ឋមន្ត្រីថៃឃើញគាត់ទៅច្រៀងសបាយធម្មតា
họ đọcពេលទៅជួបលោក Anwar Ibrahim ផ្លុំត្រំប៉ែតផ្លុំអីចឹងច្រៀងរាំសប្បាយអីចឹងទៀតទៅបកបរិយាកាសហ្នឹងឲ្យអ្នកទាំងអស់គ្នានៅលើពិភពលោកហ្នឹងមកយល់ថាអញនាយករដ្ឋមន្ត្រីថៃគឺជាអ្នកស្រឡាញ់សិល្បៈស្រឡាញ់សន្តិភាពសោះអញ្ចឹងការដែលគេមិនថ្កោលទោសថៃហ្នឹងត្រូវហើយផ្ទុយទៅវិញបើមើលខាងនាយករដ្ឋមន្ត្រីខ្មែរលោកហ៊ុនសែនវិញលោកហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីប៉ុន្តែអ្នកណាក៏ដឹងដែរថាកម្ពុជាសពថ្ងៃក្រោមការគ្រប់គ្រងរបស់លោកហ៊ុនសែនទេព្រោះគាត់បានធ្វើឲ្យពិភពលោកដឹងថាប្រទេសកម្ពុជានេះគ្រប់គ្រងដោយគ្រួសារតកូលហ៊ុនទេអញ្ចឹងលោកហ៊ុនសែននៅតែជាអ្នកកាច់ចង្កូតទេលោកហ៊ុនម៉ាណែតក៏ជាតាអាយ៉ងគ្រាន់តែលោកហ៊ុនសែនញ៉ឹងចោះញ៉ឹងឡើងហ្នឹងទេដូច្នេះយើងមើលឃើញអញ្ចឹងច្បាស់ហើយមើលចរិតរបស់ថ្នាក់ដឹកនាំរបស់យើងវិញតើពិភពលោកគេយល់ថាយើងជាអ្នកសុភាពរៀបសារទេគេស្រុកខ្មែរលោកហ៊ុនសែនណាទិញទឹកចិត្តប្រជាពលរដ្ឋបានថាជាអ្នកស្រឡាញ់សិល្បៈចម្រៀងដូរតន្ត្រីនោះតែតាមរយៈឲ្យស្ដាប់បទចម្រៀងដែលគាត់និពន្ធនិងចាក់ផ្សាយតាម Facebook របស់គាត់មួយថ្ងៃ10ដង10បទហ្នឹងទេគឺគាត់ឃើញទៅលងលួចតាមបទចម្រៀងហ្នឹងនិពន្ធបានស្អីកំណាព្យកាបខ្លួនហ្នឹងគាត់ក៏ឃើញថាស្រឡាញ់សិល្បៈដែរក៏ប៉ុន្តែលើឆាកអន្តរជាតិអត់ទេគេឃើញតែគាត់ងើបមួយវាយមួយបំផ្លាញសិទ្ធិមនុស្សរំលាយគណៈបកសង្គ្រោះជាតិចាប់សកម្មជនដាក់គុកគ្រប់សកម្មជនដែលហ៊ានរិះគន់រដ្ឋាភិបាលអញ្ចឹងមេដឹកនាំពីរហ្នឹងនៅលើពិភពលោកគឺគេមើលឃើញមកផ្ទុយគ្នាថៃឈ្លានពានកម្ពុជាតែដល់មើលឃើញចរិតមេដឹកនាំខ្មែរយើង40ឆ្នាំមកលោកហ៊ុនសែនអត់មានការប្រែពណ៌អីទេគាត់ទៅនៅតែជាបរិះដឹកនាំដោយផ្ដាច់ការគេនៅតែគិតថារំលោភសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យធ្វើបាបទុកបុកម្នេញសារព័ត៌មានឯករាជ្យអង្គការសង្គមស៊ីវិលគណៈបកប្រឆាំងអីចឹងដដែលដល់អញ្ចឹងឃើញលោកអនុទិនច័ន្ទរៈគុលឈ្នះគោលនយោបាយការបរទេសផ្លូវទូតជាមួយនឹងរដ្ឋដតីទៀតដោយយកលំនាំនៃសិល្បៈដូរតន្ត្រីជាត្រីមុខបន្លប់សភាពការពិតសួរថាតើគេជឿយើងឬមិនជឿបងប្អូនតែយូរទៅគេមើលឃើញហើយគេមិនថ្កោលទោសថៃហើយសំនឹងថ្នាក់ដឹកនាំកម្ពុជាអត់ផ្លាស់ប្ដូរចរិតងើបមួយវាយមួយទៀតដូច្នេះចឹងចិញ្ចីហ្នឹងគឺវាបាសទៅខាងថៃរហូតថៃយកប្រៀបលើយើងអញ្ចឹងរហូតហើយយើងអត់កែអានេះរឿងយ៉ាប់ឬយើងអត់កែបើយើងកែមិនសូវអីទេយើងកែបងប្អូនប្រព្រឹត្តអំពើនេះ30-40ឆ្នាំដូរផ្លាស់នោះវាមិនងាយទេដូចរបបវាលពិឃាតខ្មែរក្រហម50ឆ្នាំជាងហើយពិភពលោកយើងនៅតែស្គាល់ថាខ្មែរក្រហមវាលពិឃាតហ្នឹងគឺថាវានៅដក់នៅក្នុងផ្នត់គំនិតរបស់ពិភពលោកចឹងបានថាអារឿងអាក្រក់ហ្នឹងគឺវាឆក់លឿនណាស់កុំឲ្យធ្វើអាក្រក់ធ្វើឲ្យល្អឲ្យបានច្រើនបំផុតអាក្រក់ហ្នឹងឈប់ធ្វើហ្មងបានយើងអាចដូរបានបើថាអត់ទេគឺឈ្មោះយើងគឺនៅតែអាក្រក់លើឆាកអន្តរជាតិនាយករដ្ឋមន្ត្រីថៃនេះគាត់យកគំរូតាមនាយករដ្ឋមន្ត្រីជប៉ុនដែរឃើញអ្នកស្រីសាណាអេដែលគាត់ទៅណាទៅកូរ៉េខាងត្បូងអីមិនដឹងទេទៅរួមគ្នាជាមួយមេដឹកនាំកូរ៉េខាងត្បូងវាយស្គរអញឡើងផ្អើលភូមិគាត់ចេះវាយស្គរទៀតដូច្នេះវាតាមពិតថ្នាក់ដឹកនាំពិភពលោកគួរតែស្រឡាញ់តន្ត្រីចឹងឲ្យបានច្រើនដើម្បីកុំឲ្យមានសង្គ្រាមចម្បាំងរាំងជលនឹងគ្នាប៉ុន្តែនេះជានយោបាយការទូតឆ្លាតវៃបែបបន្លំរបស់ថៃនៅពេលដែលកម្ពុជាលេងមែនតែនហ្មងគឺថាងើបមួយវាយមួយលេងមែនតែនបាទឥឡូវខ្ញុំស្លេះរឿងប៉ុណ្ណឹងសិនចុះខ្ញុំចូលដល់ព័ត៌មានបន្ថែមទៀតតកតងនឹងរឿងតើមន្ត្រីសិទ្ធិមនុស្សរដ្ឋាភិបាលកម្ពុជាសំទោសលោកហ៊ុនសែនប្រាប់មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិថាកម្ពុជាបើកទូលាយសិទ្ធិបញ្ចេញមតិក្នុងពេលដែលអ្នកទោសមនសិការកើនឡើងដល់ជិត130នាក់ហើយខ្ញុំសូមកោតសរសើរលោកហ៊ុនសែនដោយស្មោះដែលលោកមិនចេះអៀនមាត់គឺហើយខ្ញុំសរសើរគាត់ដោយស្មោះមួយទៀតគឺរឿងដែលថាឲ្យតែមានមន្ត្រីអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិចូលទៅស្រុកខ្មែរគឺគាត់ឲ្យជួបរាល់ដងតាំងពីលោកសូរិយាស៊ូបេឌីអ្នកស្រីរ៉ូណាស្មីតលោកវិទិតមន្តភ័ណ្ឌឥឡូវចូលដល់លោក Thomas Andrews ជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទៅស្រុកខ្មែរគាត់ឲ្យចូលមកស្ដាប់គាត់និយាយពីរឿងបញ្ហាសិទ្ធិមនុស្សហើយលោក Thomas Andrew ក៏បានជួបលោកហ៊ុនសែនហើយក៏លោកហ៊ុនសែនក៏រៀបរាប់ប្រាប់លោក Andrew អំពីសេរីភាពសារព័ត៌សំទោសថាកម្ពុជាមានសិទ្ធិសេរីភាពពេញលេញបងប្អូនទាំងអស់គ្នាពេលដែលឮលោកហ៊ុនសែននិយាយបែបនេះបងប្អូនប្រហែលជាអង្គុយពេបមាត់គ្រប់គ្នាហើយក៏មិនដឹងឬក៏គាត់និយាយត្រូវឬក៏យ៉ាងម៉េច
ឬក៏យើងគិតថាអូប្រហែលជាលោក Thomas Andrews ហ្នឹងជឿលោកហ៊ុនសែនហើយព្រោះអីដែលនៅស្រុកខ្មែរអ្នកដឹកនាំកម្ពុជាណាគេទៅប្រាប់អ្នកដឹកនាំស្រុកក្រៅថាយើងមានការរំលោភសិទ្ធិមនុស្សវាមិនដែលពាក្យខ្មែរយើងដែលនិយាយជាភាសាអ្នកស្រុកគេថាចោលគេមិនដែលនិយាយថាចោលទេតែយើងវាយងាប់តជាលក់សំណស្អីទៀតក៏នៅតែថាគេមិនលួចដែរអឺលោកហ៊ុនសែនមានសិទ្ធិស្របច្បាប់នៅក្នុងការការពារជំហររដ្ឋាភិបាលកម្ពុជានិងរដ្ឋសភាកម្ពុជាព្រឹទ្ធសភាកម្ពុជាព្រោះអីបើមិនការពារតើទៅការពារស្អីឥឡូវបើជួបជាមួយនឹងមន្ត្រីជាន់ខ្ពស់បែបនេះឥឡូវតើលោកហ៊ុនសែនគាត់និយាយអីគាត់ថាម៉េចតាមពិតនេះគឺជាខ្លឹមសារដែលអ្នកនាំពាក្យរបស់លោកហ៊ុនសែនឡើងមកនិយាយទៅគឺលោកជាធិរិទ្ធគាត់និយាយប្រាប់ថាលោកហ៊ុនសែនជម្រាបទៅលោក Thomas Andrews ដែលជាមន្ត្រីអង្គការអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជាលោក Thomas Andrews កំពុងបំពេញទស្សនកិច្ចពីថ្ងៃទី21ខែមិថុនាសំទុះខែកក្កដានេះរហូតដល់ថ្ងៃទី31ចុងខែអញ្ចឹងប្រហែលជា10 11 12ថ្ងៃឯណោះហើយគាត់ជួបច្រើនណាគាត់មិនជួបតែលោកហ៊ុនសែនហ៊ុនម៉ាណែតហ្នឹងទេគាត់ជួបមន្ត្រីអង្គការសង្គមស៊ីវិលជួបលោករងឈុនជួបលោកមេឃសវណ្ណារាជួបមន្ត្រីអីផ្សេងទៀតជួបតិចទៀតជួបសហជីពកម្មករតិចទៀតគាត់ចុះទៅមើលជនភៀសសឹកនៅតាមកន្លែងតំបន់ជនភៀសសឹកហ្នឹងដែរដើម្បីឲ្យដឹងសុខទុក្ខរបស់ជនភៀសសឹកនៃសង្គ្រាមរវាងថៃនិងខ្មែរនឹងដែរក៏ប៉ុន្តែលោកថានៅប្រទេសកម្ពុជាលោកហ៊ុនសែនបានប្រាប់ទៅមន្ត្រីសិទ្ធិមនុស្សនេះថាកម្ពុជាមានសិទ្ធិសេរីភាពពេញលេញបាទគាត់ថាអ្វីដែលលោកហ៊ុនសែនបញ្ជាក់ថាសិទ្ធិសេរីភាពនៅកម្ពុជាត្រូវអនុវត្តក្រោមក្របខ័ណ្ឌច្បាប់គាត់ប្រើពាក្យថាការរិះគន់គឺកម្ពុជាអាចធ្វើបានក្នុងន័យស្ថាបនាប៉ុន្តែឲ្យធ្វើនៅក្នុងក្របខ័ណ្ឌច្បាប់ភាសានេះគឺជាភាសាការទូតដែលលោកនិយាយអត់ខុសទេលោកហ៊ុនសែននិយាយអត់ខុសនៅត្រង់ថាបើយើងស្ដាប់ទៅថាគាត់ថាសិទ្ធិមនុស្សមានពេញលេញនៅប្រទេសកម្ពុជាតាឲ្យតែយើងនិយាយស្អីក៏ដោយកុំឲ្យតែខុសច្បាប់ព្រោះច្បាប់បានចងកាតព្វកិច្ចដែរថាបើសិទ្ធិមនុស្សគឺអ្នកឯងមិនមែនធ្វើរំលោភសិទ្ធិអ្នកដទៃឬក៏ប៉ាតណាប៉ាតដីអីចឹងនៅក្នុងន័យនេះលោកហ៊ុនសែនគាត់ឆ្លាតគាត់និយាយថាសិទ្ធិមនុស្សមានពេញលេញការរិះគន់ក្នុងន័យស្ថាបនាធ្វើទៅបានតែនៅក្នុងក្របខ័ណ្ឌថាកុំឲ្យខុសច្បាប់អាពាក្យថាកុំឲ្យខុសច្បាប់នេះដែលបញ្ជាក់បានថាកម្ពុជាគ្មានសិទ្ធិមនុស្សទេហេតុអីបានជាខ្ញុំនិយាយដូច្នេះព្រោះច្បាប់នៅប្រទេសកម្ពុជាគឺជាច្បាប់លើបបោមាត់មិនមែនជានីតិរដ្ឋទេជានីតិមាត់ព្រោះបើលោកហ៊ុនសែនយកអាភ័ស្តុតាងហ្នឹងទៅការពារក្តីក្នុងតុលាការឬក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិឬក៏នៅក្នុងកន្លែងណាដែលគេតតាំងជជែកយោបល់គ្នាពីរឿងរំលោភសិទ្ធិមនុស្សនៅកម្ពុជាគឺលោកហ៊ុនសែនចាញ់ក្តីគេគ្រប់វេទិកាទាំងអស់ហើយចំប្រាប់ថាហេតុអីបានគាត់ចាញ់ក្តីព្រោះពាក្យថាសិទ្ធិមនុស្សគឺបានន័យថាប្រជាពលរដ្ឋមិនរងការធ្វើទុកបុកម្នេញអ្វីទាំងអស់ជាពិសេសពីអាជ្ញាធររដ្ឋព្រោះអាជ្ញាធររដ្ឋមិនអាចធ្វើទុកបុកម្នេញប្រជាពលរដ្ឋទេព្រោះអាជ្ញាធររដ្ឋគឺជាអ្នកបម្រើរបស់រាស្ត្រកម្រប្តឹងផ្ដាល់រាស្ត្រណាស់ព្រោះអីតែរាស្ត្រមានបញ្ហាគឺយើងយកបញ្ហាគាត់យកមកដោះស្រាយតែរាស្ត្ររិះគន់គឺបានន័យថាយើងជាអ្នកស៊ីប្រាក់ខែរាស្ត្រអញ្ចឹងថៅកែយើងមករិះគន់យើងទៅប្តឹងដើម្បីបញ្ឈប់ថៅកែបានទេបើយើងគិតឲ្យ logic ប្រទេសប្រជាធិបតេយ្យគឺប្រជារាស្ត្រជាធំមន្ត្រីរាជការគឺជាបាវបំរើអត់ដែលប្តឹងប្រជាជនឯងទេគេអត់ដែលចាប់ប្រជាពលរដ្ឋឯងដាក់គុកដោយសារតែឲ្យរដ្ឋដូរបញ្ហាអសកម្មនៃអង្គើរបស់រដ្ឋទេព្រោះជាទូនាទីរបស់អស់លោកតើលោកបើលោកជាបុគ្គលឯកជនឧទាហរណ៍គេនិយាយរិះគន់បរិហាគេជាបុគ្គលឯកជនពាក់ព័ន្ធនឹងរឿងទៅសហាយស្មន់អ្នកនេះអ្នកនោះហើយអស់លោកជាឯកជនហ្នឹងអត់ដែលសហាយស្មន់អីសោះគេនិយាយបរិហាប្តឹងទៅតែជាឯកជនមិនមែនក្នុងនាមជាមន្ត្រីរាជការរដ្ឋទេតែផ្ទុយទៅវិញបើរាសរិះគន់បើរាសណែនាំបើរាសស្ដីជេរស្ដីថាដោយសារតែយើងធ្វើមិនកើតឬក៏រាសមិនបានដឹងព័ត៌មានគ្រប់គ្រាន់អ្វីដែលរដ្ឋត្រូវធ្វើមន្ត្រីរាជការត្រូវធ្វើនាយករដ្ឋមន្ត្រីត្រូវធ្វើគឺកុំធ្វើឲ្យខុសដោយអ្វីដែលប្រជាពលរដ្ឋចោទប្រកាន់ហើយកែ
នេះបានជារបៀបដោះស្រាយបញ្ហាមិនមែនចាប់អ្នកដែលនិយាយយកទៅដាក់គុកអញ្ចឹងហើយបានជាខ្ញុំប្រាប់ថាពេលដែលលោកហ៊ុនសែនប្រាប់ទៅមន្ត្រីអង្គការសហប្រជាជាតិថាប្រទេសកម្ពុជាមានសិទ្ធិសេរីភាពពេញលេញនៅក្នុងរង្វង់ច្បាប់អនុញ្ញាតគឺបានន័យថាកម្ពុជាអត់មានទេព្រោះយើងយកអាពាក្យថាក្របខ័ណ្ឌច្បាប់នឹងយកមកច្បាប់នេះគឺនៅលើមាត់លោកហ៊ុនសែនទេច្បាប់នេះនៅលើមាត់អាជ្ញាធរទេមន្ត្រីដែលឲ្យច្បាប់ស្តង់ដារយើងពីរទៀតហេតុអីឲ្យខ្ញុំនិយាយនេះមិនមែនជាមតិរបស់មូលនរេតទេណាគឺអង្គការគម្រោងយុតិធធម៌ពិភពលោករកឃើញថានីតិរដ្ឋនៅកម្ពុជាគឺបាតតារាងទាំងស្ថាប័នរដ្ឋទាំងអីប្រើតឡាការប្រើអីជាឧបករណ៍សម្រាប់ធ្វើបាបសម្លេងប្រឆាំងគឺគេរកឃើញរាល់ឆ្នាំ30ជាងឆ្នាំហើយអត់ដែលខានមួយឆ្នាំណាទេគឺបាតតារាងរហូតទៅមើលទៅអត់មែនមុងណារ៉េតណានិយាយទេទៅមើលទៅសេរីភាពសារព័ត៌មានបាតតារាងសេរីភាពបញ្ចេញមតិបាតតារាងសេរីភាពនីតិរដ្ឋហ្នឹងបាតតារាងអំពើពុករលួយបាតតារាងយើងនៅអីគេទៀតឥឡូវហើយមិនមែនមួងណារ៉េតថាទេអង្គការអន្តរជាតិគេរកឃើញរាល់ឆ្នាំហើយយើងធ្វើអញ្ចឹងហើយនៅពេលដែលយើងថាមានសិទ្ធិសេរីភាពនៅកន្លែងណាច្បាប់យើងគឺយឺតដូចកស៊ូមន្ត្រីគណៈបកប្រជាជនកម្ពុជាជេរអ្នកណាស្រាតសពុតក៏បានដែរជេរមើលតែករណីលោកម៉ៃហុងស្រៀងនិងលោកគៀវិសាលទៅបានដឹងលោកម៉ៃហុងស្រៀងនេះណាកាលពីមុនណាជាសកម្មជនគណៈបកប្រឆាំងនៅក្រុងបរសៃអនុតទៅពេលបានចូលទៅគណៈបកប្រជាជនកម្ពុជាបានងារជាឯកឧត្តមងារអីចឹងទៅឆ្លោះគ្នាជាមួយលោកម៉ៃហុងស្រៀងទាញលោកម៉ៃហុងសុំចុះឆ្លោះគ្នាជាមួយលោកគៀវិសាលដែលជាមន្ត្រីគណៈបកកម្លាំងជាតិសប្ងៃនេះពីមុនដូចជានៅភ្លើងទៀនអញ្ចឹងទាញបញ្ចុះចូលឲ្យទៅចូលគណៈបកប្រជាជនកម្ពុជាអត់ព្រមទៅតាមទាស់សម្ដីគ្នាឆ្លោះគ្នាជេរគ្នាហើយសពុតដូចគ្នាលោកម៉ៃហុងស្រៀងក៏ជេរលោកគៀវិសាលហើយសពុតលោកគៀវិសាលក៏ជេរលោកម៉ៃហុងស្រៀងហើយសពុតអាការជេរបន្តិចគ្នានេះគឺជារឿងរដ្ឋប្រវេណីតាចាប់លោកគៀវិសាលដាក់គុក2ឆ្នាំបាត់ហើយទៅមិនដោះលែងតាពិន័យប្រាក់20លានរៀលទៅតាមបណ្ដឹងរបស់លោកម៉ៃហុងស្រៀងតែលោកម៉ៃហុងស្រៀងជេរលោកគៀវិសាលកាយមរាយកាយឪពុកអត់បានហៅមកទៅចូលតុលាការទេអូអាហ្នឹងយើងនិយាយថាប្រទេសកម្ពុជាមានការគោរពសិទ្ធិគឺតលតែលោកម៉ៃហុងស្រៀងលោកគៀវិសាលជេរលោកម៉ៃហុងស្រៀងជាប់គុកលោកម៉ៃហុងស្រៀងជេរលោកគៀវិសាលក៏ជាប់គុកហើយបើសិនជាជេរទៅជេរមកបើរួចខ្លួនរួចទាំងពីរបើជាប់គុកជាប់ទាំងពីរវាអត់មានអីដែលគិតថាជាប់មកមហៀងដោយសារតែខាងនេះអឺគ្រប់គ្រងគណៈបកប្រឆាំងខាងនោះគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាអញ្ចឹងរួចខ្លួនមន្ត្រីបាតផ្សារឬក៏សកម្មជន MMO បាតផ្សាររបស់គណៈបកប្រជាជនកម្ពុជាជេរគេហែងថាជេរនោះជេរហែកសពុតរួចខ្លួនទាំងអស់មន្ត្រីគណៈបកប្រឆាំងឲ្យតែហ៊ានជេរបន្តិចអីហ្នឹងខ្ញុំមិនលើកទឹកចិត្តឲ្យជេរទេខ្ញុំចង់ឲ្យចាប់អ្នកជេរនឹងដាក់គុកឲ្យអស់ហ្មងទៅកុំឲ្យសល់នៅលើផែនដីនេះទេព្រោះចង្រៃគ្រប់គ្នាទាំងគណៈបកប្រឆាំងទាំងគណៈបកកាន់អំណាចក៏ប៉ុន្តែខ្ញុំមិនលើកទឹកចិត្តឲ្យអនុវត្តស្តង់ដារ2ទេបើចាប់ទាំងពីរបើអត់ទាំងសងខាងប៉ុន្តែត្រូវតែមានវិធានការឲ្យស្មើភាពគ្នាតែអត់ទេនៅកម្ពុជាហ្នឹងគឺអញ្ចឹងអ្នករិះគន់គណៈបកប្រឆាំងរិះគន់យ៉ាងម៉េចជេរមិនក៏បានដែរតែបើគណៈបកប្រឆាំងរិះគន់រដ្ឋាភិបាលគឺចាប់ដាក់គុកទាំងអស់នេះឬជាសេរីភាពពេញលេញនៅក្នុងស្រុកខ្មែរខ្ញុំអត់យល់ហើយលោកហ៊ុនសែនទៅបញ្យល់ថាច្បាប់គឺច្បាប់ប៉ុន្តែច្បាប់ហ្នឹងគឺនៅលើបបោមាត់របស់លោកហ៊ុនសែននឹងមានច្បាប់នៅលើការអនុវត្តជាក់ស្ដែងណាហើយស្មានតែសហគមន៍អន្តរជាតិហ្នឹងគេអត់ដឹងយើងថាអូលោកហ៊ុនសែនឃើញឯងគាត់និយាយប្រាប់លោក Thomas Andrews និយាយពីសិទ្ធិមនុស្សនិយាយពីសិទ្ធិសេរីភាពពេញលេញអីចឹងលោកហ៊ុនសែនប្រាប់ហើយបងប្អូនគិតថាអូតិចលោក Andrews ណែ Thomas Andrews ជឿលោកហ៊ុនសែនដឹងព្រោះអីទៅជួបផ្ទាល់ចឹងគាត់កត់ត្រាអីបងប្អូនអានេះគ្រាន់តែជាការប្រគប់កិច្ចទេលោក Thomas Andrews អត់ចាំបាច់ទៅជួបលោកហ៊ុនសែនដើម្បីដឹងពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាទេព្រោះស្ថានភាពរំលោភសិទ្ធិមនុស្សវាយគេបែកក្បាលចាប់គេដាក់គុកហ្នឹងគឺអន្តរជាតិគេលឺរាល់ឆ្នាំហើយយើងចាំមើលអ្នកស្រីលោកសូរិយាស៊ូបឌីក៏ជួបលោកហ៊ុនសែននិយាយចឹងដូចគ្នាសិទ្ធិមនុស្សពេញលេញមកប្រក្រាបគេចេញមកលោកសូរិយាស៊ូបឌីសរសេររបាយការណ៍រាយការណ៍ទៅក្រុមប្រឹក្សាសន្តិសុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហជាតិថាកម្ពុជារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរទាឲ្យកែអត់កែគេដាក់ទណ្ឌកម្មដល់តែពេលអ្នកស្រី Rona Smith ជួបលោកហ៊ុនសែនប្រាប់ថាសិទ្ធិមនុស្សមានសេរីពេញលេញនៅកម្ពុជាអញ្ចឹង
មកវិញគាត់ចូលដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហជាតិក៏រាយការណ៍ថាសិទ្ធិមនុស្សកម្ពុជាយ៉ាប់មែនតើធ្វើទុកបុកម្នេញកាន់តែអាក្រក់ទៅសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មកម្ពុជាទៀតពេលដែលលោកវិធិតមន្តភ័ណ្ឌចូលទៅកម្ពុជាទៅជួបលោកហ៊ុនសែននិយាយដូចជួបជាមួយនឹងលោក Thomas Andrew ចេះដែរសិទ្ធិមនុស្សសេរីភាពពេញទំហឹងទៅវិញរាយការណ៍ប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថាសិទ្ធិមនុស្សរងការរំលោភបំពានអីអញ្ចឹងគេថ្កោលទោសទៀតឥឡូវចូលដល់លោក Thomas Andrews បងប្អូនលោកសូរិយាសុបឌីជនជាតិនេប៉ាល់អ្នកស្រី Rona Smith មិនមែនជាជនជាតិអាមេរិកទេលោកវិធិតមន្តភ័ណ្ឌជាជនជាតិថៃលោក Thomas Andrew ជាជនជាតិអាមេរិកហើយជាអតីតតំណាងរាស្ត្រទៅទៀតខ្ញុំជឿថាអាមេរិកតាក់ទងនឹងរឿងសិទ្ធិមនុស្សកម្ពុជានេះឆ្អិនឆ្អៅណាស់គឺអាមេរិកទាំងរដ្ឋាភិបាលទាំងស្អីគេថ្កោលទោសកម្ពុជារាប់ឆ្នាំមកហើយពីរឿងរំលោភសិទ្ធិមនុស្សហើយយើងអត់បានកែទេដូច្នេះអ្វីដែលលោកហ៊ុនសែននិយាយនេះគឺគ្រាន់តែជាការធ្វើឲ្យបង្ក្រប់កិច្ចដើម្បីឲ្យជួបគ្រាន់តែមាននាមទៅកុំឲ្យថាមន្ត្រីសិទ្ធិមនុស្សទៅជួបហើយកិច្ចហើយជួបទៅហើយបញ្យលចឹងទៅប៉ុន្តែសួរថាគេជឿឬមិនជឿ 100% ចាំខ្ញុំសឹងថាហ៊ានភ្នាល់ 100% នៅពេលដែលលោក Thomas Andrews នេះមករាយការណ៍ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអំពីរបាយការណ៍ដែលគាត់ទៅប្រទេសកម្ពុជាដែលស្រង់ពីលោកហ៊ុនសែនពីលោកហ៊ុនម៉ាណែតពីកូនលោកកែវរេមីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាលកម្ពុជាពីអង្គការសង្គមស៊ីវិលពីប្រធានគណៈបកលៈនឹងលៈហ្នឹងណា 100% ស្ថានភាពសិទ្ធិមនុស្សនឹងនៅតែដុនដាបដដែលព្រោះអីអត់មានដោះលែងអ្នកទោសមនសិការណាទេគឺ130នាក់ទៅហើយណាដូច្នេះអានេះហើយបានចង់និយាយថាលោកហ៊ុនសែនគាត់ចាប់ផ្ដើមធ្វើឲ្យសាររបស់គាត់សាបដូចទឹកទន្លេបងប្អូនសាបដូចទឹកទន្លេចឹងព្រោះថ្នាក់ដឹកនាំនិយាយការពារមិនមែននិយាយការពិតនិយាយដោះសារមិនមែននិយាយដោះស្រាយហើយនិយាយនេះគឺពីរោះក្នុងនាមជាប្រមុខរដ្ឋប្រមុខឬក៏ប្រធានព្រឹទ្ធសភាលោកអាចនិយាយបានក៏ប៉ុន្តែនៅក្នុងនាមជាសច្ចយុត្តិធម៌គឺលោកហ៊ុនសែនក្បត់សច្ចយុត្តិធម៌អញ្ចឹងមនុស្សយើងដែលជាថ្នាក់ដឹកនាំនៅពេលដែលយើងនិយាយក្បត់សច្ចយុត្តិធម៌មិនហ៊ាននិយាយការពិតវាអស់អាខ្លឹមសារនឹងពាក្យដែលយើងនិយាយអញ្ចឹងបើលោកនិយាយមកគេមិនជឿផងអញ្ចឹងកាលប្រាប់Rona Smith គាត់ជឿប្រាប់លោកវិធិតមន្តភ័ណ្ឌគាត់ជឿប្រាប់លោកសូរិយាសុបឌីគាត់ជឿគេយកមកនិយាយតែស្ដាប់តែជនរងគ្រោះអញ្ចឹងហើយបានជារដ្ឋាភិបាលគួរឈប់ធ្វើរឿងដដែលហើយរំពឹងថាបានលទ្ធផលថ្មីព្រោះការធ្វើដដែលដោយលោកហ៊ុនសែនដូច្នេះគឺវានឹងធ្វើឲ្យមុខមាត់កម្ពុជាយើងកាន់តែអាប់អោនទៅព្រោះអីសម្ដីក៏កាន់តែសាបអតិពលថ្នាក់ដឹកនាំយើងលែងមានទម្ងន់លើពិភពលោកព្រោះយើងកុហកគេចាត់ទុកថាការរាយការណ៍របស់ថ្នាក់ដឹកនាំកម្ពុជាពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាគឺជារឿងកុហកហើយឲ្យតែប្រគ្រប់កិច្ចដូច្នេះដូចខ្ញុំចាំតែមើលទៅហើយដូចខ្ញុំបាទជំរាបបងប្អូនចាំតែមើលទៅរបាយការណ៍លោក Thomas Andrews ហ្នឹងគឺ 100% ស្ថានភាពសិទ្ធិមនុស្សអត់មានភាពប្រសើរទេលើកលែងតែនេះនៅក្នុងពេលប្រហែលថ្ងៃដែលគាត់ចុះទៅនេះស្រាប់តែយើងដោះលែងអ្នកទោសមនសិការឲ្យអស់ហ្មងលោកកឹមសុខាក៏ដោះលែងឲ្យមានសិទ្ធិនយោបាយឡើងវិញលោករងឈុនក៏ឲ្យសិទ្ធិនយោបាយមកវិញមកប្រាវមុននឹងលោក Thomas Andrews ចេញមកស្រុកក្រៅអាហ្នឹងអាចនឹងធ្វើឲ្យពណ៌សិទ្ធិមនុស្សនៅកម្ពុជាឬមុខមាត់យើងវាប្រែប្រួលពីងងឹត100% ហ្នឹងវាអាចភ្លឺបាន30ដែរមិនមែនភ្លឺឆ្វង់ទេប៉ុន្តែភ្លឺអាចបាន30តែវាកាន់តែភ្លឺបន្តិចម្ដងទៅវាល្អទៅបន្តិចម្ដងមិនអាចគ្រាន់តែដូរចិត្តមកដោះលែងទាំងអស់នោះស្រាប់តែគេជ័យយោខ្មែរយើងមានប្រជាធិបតេយ្យសិទ្ធិមនុស្សអត់ទេយើងធ្វើអាក្រក់អញ្ចឹងមក40ឆ្នាំហើយណាគេទៅជឿភ្លាមមកគាត់ថាវាជាចំណុចចាប់ផ្ដើមល្អហើយយើងអត់ទាំងចាប់ផ្ដើមធ្វើអាហ្នឹងផងឲ្យទៅយើងទៅប្រាប់ថាមានសិទ្ធិសេរីភាពពេញលេញយ៉ាងម៉េចខ្ញុំអត់យល់បាទឥឡូវបន្តទៅទៀតបងប្អូនអស់ពីលោកហ៊ុនសែនខ្ញុំនិយាយអំពីតំណាងសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាលកម្ពុជាក៏ជួបដែរព្រោះអីលោកកូនប្រុសរបស់លោកកែវរេមីនៅស្រុកខ្មែរយើងគឺអញ្ចឹងហ្មងអស់ពីឪទៅគឺកូនឡើងមកកាន់តំណែងកូនស្រែចំការអ្នកដែលក្រីក្រដែលខំប្រឹងរៀនហ្នឹងអាវ៉ាអើយខំប្រឹងលក់គោលក់ស្រែទៅឯងបើមកជាតិហ្នឹងបានមកឡើងកាន់ការងារធំអីនៅស្រុកនៅលើនៅក្នុងរបៀបដឹកនាំរដ្ឋបែបនេះគឺខ្ញុំសឹងថាឲ្យកាប់
ថ្មចំណាំទៅវាអត់ផេះទេរៀនដាច់ខ្យល់ងាប់បានតែត្រឹមធ្វើសំណង់ឬក៏ធ្វើចំណាក់ស្រុកទៅធ្វើពលករនៅប្រទេសថៃជាកញ្ចាស់គេឲ្យគេមើងងាយអញ្ចឹងចុះព្រោះយើងគ្មានសេចក្តីសង្ឃឹមនឹងបានទៅធ្វើជាមេដឹកនាំកាន់ក្រសួងកាន់មន្ទីរកាន់ស្អីទេព្រោះខ្សែគេបាក់ពួកគេបងប្អូនគេនៅហ្នឹងគេចាំជ្រុំយកអស់ហើយអស់ពីឪគេមកកូនអស់ពីកូនមកប្រពន្ធប្តីកូនចៅទួតចលួតចលាគេហ្នឹងគឺគេដាក់មកមួយខ្សែគេអស់ហើយយើងឃើញអញ្ចឹងហ្មងក្រសួងប្រយុទ្ធប្រឆាំងអំពើពុករលួយអោមយន្តទៀងមកសបុកនៅហ្នឹងទាំងអស់ប្រយុទ្ធប្រឆាំងអំពើពុករលួយអាម៉េចបើគាត់កូនមកសបុកហើយហ្នឹងអោមយន្តទៀងអោមយន្តទៀងពុទ្ធិរាយន្តទៀងពុទ្ធិរិទ្ធយើងយន្តទៀងពុទ្ធស្អីរស្មីអីមិនហ្នឹងសុំទោសខ្ញុំចាំមិនអស់ទេប៉ុន្តែដឹងតែមកសបុកនៅហ្នឹងឯងហើយឥឡូវហ្នឹងកូនរបស់លោកអោមយន្តទៀងហ្នឹងនឹងឡើងទៅជាមេរបស់ក្រសួងណែប្រយុទ្ធប្រឆាំងអំពើពុករលួយហ្នឹងឆាប់ឬក៏ធ្វើបដាជាប្រធានស្ដីទាព្រោះលោកអោមយន្តទៀងគាត់ចាស់ហើយជរាទៅហើយហ្នឹងហើយមកសបុកគេយកចិត្តទុកដាក់រឿងប្រយុទ្ធប្រឆាំងអំពើពុករលួយទៅឈឺក្បាលម៉េះឲ្យគេធ្វើអីធ្វើណែកម្ពុជាមិនមែនសិង្ហបុរីទេណាសិង្ហបុរីតកូលលីខ្វាន់យូអ្នកណាក៏ចង់ឲ្យឡើងកាន់ប្រទេសហ្នឹងដែរកាន់មកជីវិតក៏គេសប្បាយដែរព្រោះអីដឹកនាំប្រទេសសិង្ហបុរីតាំងពីផេះផង់មកប្រទេសល្បីជុំវិញពិភពលោកអ្នកណាក៏គេចង់ឲ្យកាន់ដែរអ្នកឯងកាន់អីកាន់ទៅអាហ្នឹងជាគ្រួសារនិយមបែបហ្នឹងគេអត់រករឿងទេប៉ុន្តែតកូលហ៊ុនកាន់មកគឺប្រទេសកម្ពុជាខូចមុខមាត់ជុំវិញពិភពលោករហូតហ្នឹងហើយអត់មើលឃើញអញ្ចឹងទេចឹងអ្នកណាគេទៅស្អប់តកូលហ៊ុនគេអត់ស្អប់ទេប៉ុន្តែអាគេឈ្មោះនៃការដឹកនាំរបស់តកូលហ៊ុនហ្នឹងគឺសិទ្ធិមនុស្សប្រជាធិបតេយ្យយើងអាប់មុខលើឆាកអន្តរជាតិគេថ្កោលទោសយើងទៅណាគឺយើងអត់មានឥឡូវឆ្លោះគ្នាជាមួយថៃយកដីយើងអស់76កន្លែងអត់មានប្រទេសណាមួយសហគមន៍អន្តរជាតិរដ្ឋាភិបាលអន្តរជាតិណាមួយថ្កោលទោសថៃតាមមកប្រទេសក៏អត់ដែរស្អីទៅហ្នឹងយើងមើលអ៊ុយក្រែនរុស្ស៊ីឈ្លានពានគេថ្កោលទោសរុស្ស៊ីពេញផ្ទៃពិភពលោកអាមេរិកទម្លាក់គ្រាប់នៅអ៊ីរ៉ង់អាមេរិកជាមហាអំណាចប្រទេសច្រើនណាស់ថ្កោលទោសអាមេរិករឿងទម្លាក់គ្រាប់នៅអ៊ីរ៉ង់គេដឹងថាយើងឆ្លៀតអ៊ីរ៉ង់យើងទៅឈ្លានពានគេអ៊ីស្រាអែលបាញ់ជាមួយប៉ាឡេស្ទីនគេថ្កោលទោសអ៊ីស្រាអែលរហូតតុលាការព្រំប្រទានអន្តរជាតិចេញដីកាតាមចាប់ខ្លួនលោកប៊ិនយ៉ាមិននីតានយ៉ាហ៊ូអីទៀតឃើញគេថ្កោលទោសគេដឹងសខ្មៅកម្ពុជាយើងថៃឈ្លានពានអត់មាននរណាថ្កោលទោសថៃតែមួយដោយសារអីគឺដោយសាររបៀបដឹកនាំរដ្ឋយើងមិនមែនដោយសារតែយើងវាអត់មានអធិបុលអីឲ្យគេជឿយើងអាម៉េចបើអ្នកដឹកនាំយើងតែខ្មែរគ្នាឯងយើងបំផ្លាញគ្នាខ្ទេចខ្ទីហើយចឹងគេមិនជឿថាយើងនឹងជាមនុស្សស្លូតគេអត់ជឿតាមពិតអកុសលណាស់បងប្អូនខ្ញុំនិយាយឲ្យស្មោះត្រង់ណាគឺខ្ញុំនៅតែថ្កោលទោសថៃគ្មានថ្ងៃឈប់ទេថៃឈ្លានពានទន្ទ្រានដែនអធិបតេយ្យកម្ពុជាជាអំពើដ៏ថោកទាបរបស់ថៃខ្ញុំអត់មានបាត់ការថ្កោលទោសថៃទេប៉ុន្តែក៏ខ្ញុំអត់បាត់ការថ្កោលទោសមន្ត្រីកម្ពុជាដែលធ្វើឲ្យខ្មែរយើងអាប់មុខរហូតតតែយើងមិនអាចទៅការពារអធិបតេយ្យខ្លួនឯងបានហើយអត់មានបរទេសណាមកជួយថ្កោលទោសថៃសោះដោយសារចរិតដឹកនាំរបស់យើងជាជនរងគ្រោះសោះយើងមិនអាចនឹងឲ្យគេថាយើងជាជនរងគ្រោះបានដោយសារអំពើប្រព្រឹត្តរបស់យើងហើយយើងអត់ដូរសំខាន់យើងអត់ដូរបើដូរទៅខ្ញុំក៏គិតថាអហោសិកម្មចោះព្រោះយើងធ្វើខុសមកអ្នកណាមិនចេះធ្វើខុសតែយើងកែទៅខ្ញុំនឹងលើកសរសើរអត់ដូរសោះអ្នកទោសមនសិការនៅ130នាក់ជិត130នាក់អត់ដោះលែងលោកកម្មសខាជាប់ទោសដកទោសនយោបាយគាត់អស់លោករងឈុនលោកសុនចន្ទធីកញ្ញាសេងធីរីស្រុនស្រនសុភាចលនាមេដាធម្មជាតិជាប់គុកឡើងពីសុទ្ធតែអ្នកទោសមនសិការទាំងអស់យើងអត់ដោះលែងគេសោះហើយទៅធ្វើឲ្យអន្តរជាតិមើងងាយយើងគេថាយើងជនរងគ្រោះមែនប៉ុន្តែគេគិតថាហើយគាត់រងគ្រោះអីគាត់ធ្វើបាបតែគ្នាឯងចឹងឲ្យគាត់នៅទទួលផលកម្មចឹងអន្តរជាតិហ្នឹងក៏អយុត្តិធម៌ហួសហេតុទៀតតែគេអយុត្តិធម៌វាអយុត្តិធម៌យើងអយុត្តិធម៌សម្រាប់ជាតិសាសន៍ឯងហ្នឹងចឹងបានយើងអត់មានគ្នាណាបងប្អូនអត់មានគ្នាហើយអ្នកណាចាំឲ្យខ្ញុំថាខ្ញុំនិយាយឲ្យថាខ្ញុំអត់មានតោមនិញតកូលហ៊ុនតកូលសុកតកូលទាតកូលកំតកូលសំតកូលសតកូលថាច់តកូលមៀចតកូលចៅតកូលស្អីកាន់ទៅប្រទេសកម្ពុជាខ្ញុំអត់មានក្បាលអីទេប៉ុន្តែកាន់ឲ្យយើងខ្លាំងឲ្យយើងរឹងមាំឲ្យខ្មែរមានសាមគ្គីកុំបែកបាក់គ្នាដូចនេះកុំងើបមួយវាយមួយដូចនេះធ្វើទៅកុំរំលោភសិទ្ធិមនុស្សកុំបំផ្លាញប្រជាធិបតេយ្យហើយមកដូចចាប់អន្ទង់ចឹងដើរកលៃព័ត៌មានទៅនិយាយប្រាប់ថាយើងមានសិទ្ធិមនុស្សប្រជាធិបតេយ្យសិទ្ធិមនុស្សប្រជាធិបតេយ្យមកពីណា
យើងអត់ដឹងទេសប្ងៃហ្នឹងតើអស់លោកប្រមាណអ្នកនៅស្រុកខ្មែរហ្នឹងដែលនិយាយអីបានម្នាក់បាក់ស្បាតអស់ហើយហ្នឹងសិតស្អីគេនោះទៅសួរប្រជាប្រដ្ឋខ្មែរទៅគ្រាន់តែស្ដាប់មួងណារ៉េតហ្នឹងក៏ភ័យដែររាល់ថ្ងៃហ្នឹងគាត់ស្ដាប់មួងណារ៉េតហ្នឹងក៏ភ័យដែរគ្រាន់តែ share មួងណារ៉េតហ្នឹងក៏ភ័យដែរគ្រាន់តែ click like share មួងណារ៉េតហ្នឹងក៏ភ័យដែរអូហ្នឹងសិទ្ធិសេរីភាពហ្នឹងអត់ទាំងហ៊ានលួចស្ដាប់ក្នុងមុងក្នុងភួយអីវិទ្យុអាស៊ីសេរីឬក៏វិទ្យុសំឡេងសហរដ្ឋអាមេរិកអីដូចសម័យខ្មែរក្រហមអូហ្នឹងសិទ្ធិសេរីភាពហើយដល់ពេលយើងធ្វើអញ្ចឹងហើយលោកកៅរេមីនេះក៏អញ្ចឹងដែរអត់ខ្ពើមក៏អត់ចេះខ្ពើមទេយើងមិនបាច់ថាបន្ទោសលោកកៅរេមីទេយើងដឹងហើយណាលោកសខេងដាក់លោកកូនគាត់ឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃគឺលោកសសខាលោកទាបាញ់រដ្ឋមន្ត្រីក្រសួងការពារជាតិដាក់ចេញទៅដាក់កូនគាត់លោកទាសីហាអ្នកស្រីចមនិមលដកលោកចមប្រសិទ្ធដែលជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដាក់មកដាក់កូនស្រីជាចន្ទោដាក់ជាសេរីនៅខាងធនាគារជាតិសាយឈុំដាក់កូនសាយសំអល់លោកស្អីផ្សេងទៀតក្រសួងមន្ទីរតើខ្ញុំទៅអាចរៀបរាប់អស់ហើយបងប្អូនវាអញ្ចឹងគ្រប់ក្រសួងមន្ទីរបើមានតែមួយអីចឹងយើងរិះគន់ទៅថាយើងនឹងវាទើសផ្កាប់មកពេកអត់ចេះមើលទេវាមិនដែលគ្រាន់តែមួយពីរករណីនៅអាមេរិកនេះក៏គេមានកូនចៅលោកត្រាំក៏យកកូនគាត់ធ្វើជាទីប្រឹក្សាអីដែរតែមិនមែនយកជារដ្ឋមន្ត្រីក្រសួងណាទេគ្រាន់ជាទីប្រឹក្សាអាហ្នឹងវាមិនអីប៉ុន្តែយើងគ្រប់ក្រសួងមន្ទីរអត់ពីឪកូនអត់ពីម៉ែកូនអត់ពីអីកូនចៅនៅទាំងអស់គ្រប់ក្រសួងមន្ទីរមើលបើក្បាលយើងវាអញ្ចឹងមកពីក្បាលម៉ាស៊ីនលោកហ៊ុនសែនដាក់លោកហ៊ុនម៉ាណែតមកតើបើយើងដឹកនាំប្រទេសបែបគ្រួសារបកពួកនិយមឲ្យគេរិះគន់ហ្នឹងតើយើងថាកូនទេវតាទៅយកកូនពួកប្រឆាំងមកធ្វើអីនិយាយស្រួលអញ្ចឹងវាអត់មែនតាក់តងរឿងវាពុកលលួយហើយបើអស់លោកដឹកនាំប្រទេសល្អទៅវាមានថៃដោះដឹកនាំត្រូវគ្នាតែក្រុមគ្នាឯងឥឡូវគ្នាឯងហ្នឹងក៏វាយគ្នាដែរកំពុងខំគ្នាតិចគណៈបកប្រជាជនកម្ពុជានឹងឆ្លោះគ្នាឯងហើយអង្គការមហាមន្ត្រីនឹងចាប់ផ្ដើមមានបញ្ហារឿងផ្ទៃក្នុងឆ្លោះគ្នារឿងសេដ្ឋកិច្ចរឿងតំណែងរឿងមុខងាររឿងស្អីរំលោភអីហ្នឹងវាច្រើនពេកទៅវាឆ្លោះគ្នាតិចឆ្លោះគ្នាតែគ្នាឯងហ្នឹងព្រោះវាសិតតែបកពួកគ្នាហើយឥឡូវយើងមើលយើងចេះខ្ពើមឯងលោកកៅរេមីពេលដែលគាត់អស់ពីតំណែងជាប្រធានគណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលដាក់កូនគាត់ឈ្មោះកៅសុធិនិយាយទៅមនុស្សខ្មែរយើងអត់ខ្ពើមខ្ញុំកន្លែងហ្នឹងឯងដែលខ្ញុំកើតមកជាខ្មែរគឺខ្ញុំអត់មានមោទនភាពជាខ្មែរសោះក្នុងន័យមួយកន្លែងហ្នឹងខ្ញុំមានមោទនភាពជាខ្មែរច្រើនយ៉ាងណាស់ពួកខ្មែរជាពូជអម្បូរដែលមានក្រមសីលធម៌ដែលមានវប្បធម៌ល្អផូរផង់ជាជាតិសាសន៍សភាពរៀបសាររំទុំញញឹមប្រព្រាយអីគឺថាស្លូតបូតអីខ្ញុំសប្បាយមានឈាមជាខ្មែរខ្ញុំពេញចិត្តណាប៉ុន្តែនេះទាំងអស់នេះខ្ញុំអត់មានមោទនភាពជាខ្មែរតតែសោះដែលឃើញក្រុមអស់លោកទាំងអស់ហ្នឹងធ្វើឲ្យខ្មែរយើងហ្នឹងវាខូចពូជពួកយើងអត់ខ្ពើមសោះថាចោះបើសិនជាឪជារដ្ឋមន្ត្រីចុះបើឪជានាយករដ្ឋមន្ត្រីចុះហេតុអីក៏មិនអោយអ្នកណាម្នាក់ធ្វើជានាយករដ្ឋមន្ត្រីបន្តទៅខ្វះណាស់ហើយប្រទេសខ្មែរយើងមកប្រទេសហ្នឹងខ្វះណាស់ដែលរកអ្នកណាម្នាក់មកជំនួសមិនបានកូនអ្នកស្រែចំការណាឲ្យគ្នាមកធ្វើកិច្ចការងារនឹងបានផងទៅឲ្យផ្ដល់ក្តីសង្ឃឹមដល់យុវជនក្មេងជំនាន់ក្រោយឲ្យគ្នាមានសង្ឃឹមខំរៀនថាណែមកឡើងបានការងារកាន់ប្រទេសកាន់អីចឹងដើម្បីមើលអ្នកស្រែអ្នកចំការបងប្អូនណាយើងអាភ័ព្វខ្លាំងណាស់លោកហ៊ុនសែនណាពេលដែលគាត់កាន់អំណាចគាត់ជាកូនកសិករក្រីក្របំផុតដែលគាត់មកកាន់អំណាចបានន័យថាគាត់យល់សុខទុក្ខអ្នកក្របានច្រើនដែរខ្ញុំសរសើរគាត់ដែរគាត់យល់អ្នកក្រច្រើនណាគាត់ជួយអ្នកក្រក៏បានច្រើនដែរយើងមិននិយាយថាគាត់ធ្វើខុសផ្នែកសិទ្ធិមនុស្សប្រជាធិបតេយ្យគាត់ខុសគ្រប់រឿងទេលោកហ៊ុនសែនក៏ជួយអ្នកក្របានច្រើនគាត់ស្គាល់សុខទុក្ខអ្នកក្រច្រើនណាបងប្អូនតាស៊ីក្លូម៉ូតូឌុបស្អីគេស្រែចម្ការឬក៏ស្អីចាប់ផ្ដើមពីក្រាំងយ៉ូស្អីម៉ាស៊ីនទឹកឬក៏ហេដ្ឋារចនាសម្ព័ន្ធបូមទឹកស្រែចម្ការកសិផលជួយអ្នកនេះធ្វើផ្ទះឲ្យអ្នកក្រីក្រអតីតយុទ្ធជនអីឥឡូវហ្នឹងបណ្ដោះគំនិតកូនគាត់ដូចហ៊ុនម៉ាណែតអីហ្នឹងអ្នកស្រីហ៊ុនម៉ាណែតហ្នឹងឲ្យចុះទៅធ្វើផ្ទះទេវតាផ្ទះអីកាកបាទក្រហមអីជួយដល់អ្នកស្រែចម្ការក្រីក្ររឿងនេះគឺជាចំណុចល្អមួយដែររបស់លោកហ៊ុនសែនល្អត្រង់ថាគាត់កើតមកក្នុងតកូលខ្វះខាតក្រីក្រដែលអ្នកខ្លះទៅចោទគាត់ថាលួចតែមន់គេអីអាម៉េចអាហ្នឹង
ជាភាសាដែលស្ដាប់ទៅវាដូចជាគ្រូតគ្រាតណាស់ប៉ុន្តែធម្មតាទេតែខ្វះលួចខ្លះហើយនៅស្រុកណាក៏ដូចស្រុកណាដែរបើអ្នកឯងមាន់ច្រើនពេកគ្នាវាអត់អីសោះអញ្ចឹងមកយកមកហូបអីខ្លះទៅប៉ុន្តែនេះគឺជារឿងចោតប្រកាន់គាត់ទេខ្ញុំមិនដឹងទេគាត់ថាដឹងតែគាត់កើតមកនៅក្នុងគ្រួសារតកូលក្រីក្រអញ្ចឹងដល់ពេលគាត់កាន់ការងារគឺគាត់ជាអ្នកក្រគាត់ដឹងសុខទុក្ខអ្នកក្រដែរ